ការនាំចេញបន្លែផ្លែឈើវៀតណាមទៅកាន់ទីផ្សារស្រុកចិនដាំក្បាលចុះរហូតដល់ 33% វ៉ាវចំណេញកំ KKD Resident 598ប្រកបអាជីវកម្មស្នាក់នៅជួលក្នុងពេលតែមួយ 3 in 1 រីករាយនឹងការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់រហូតដល់ 10% និងលក្ខខណ្ឌបង់ប្រាក់មានច្រើនជម្រើសសូមទំនាក់ទំនងឥឡូវនេះសម្រាប់ព័ត៌មានបន្ថែមក្នុងរយៈពេល 4 ខែដំបូងនៅក្នុងឆ្នាំ 2025 នេះការនាំចេញផ្លែឈើនិងបន្លែរបស់ប្រទេសវៀតណាមទៅកាន់ទីផ្សារប្រទេសចិនសម្រេចបាន$778 លានធ្លាក់ចុះរហូតដល់ 33% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅសារព័ត៌មាន VN Express ចុះផ្សាយថាមូលហេតុបណ្ដាលឲ្យទិន្នន័យនាំចេញផ្លែឈើរបស់វៀតណាមដាំក្បាលចុះខ្លាំងបែបនេះបណ្ដាលមកពីការរឹតបន្តឹងរបស់ចិនចំពោះការត្រួតពិនិត្យទុរេននាំចូលដែលប្រើពេលវេលាយូរធ្វើឲ្យផ្លែឈើប្រភេទនេះបាត់បង់គុណភាពអាជីវករវៀតណាមជាច្រើនបានបង្ហាញក្តីបារម្ភថាបើសិនជាចិននៅតែបន្តអនុវត្តការរឹតបន្តឹងខ្លាំងបែបនេះទីផ្សារផ្លែឈើនាំចេញរបស់ខ្លួនច្បាស់ជារងផលប៉ះពាល់ខ្លាំងជាងនេះជាមិនខានត្បិតប្រទេសចិនគឺជាគោលដៅនាំចេញធំបំផុតរបស់ពួកគេពាក់ព័ន្ធនឹងបញ្ហាមួយនេះរដ្ឋមន្ត្រីក្រសួងកសិកម្មនិងបរិស្ថានលោកដូដឹកស៊ុយបានស្នើសុំការសហការជាមួយនឹងមន្ត្រីគយចិនដើម្បីដករនាំងបច្ចេកទេសត្រួតពិនិត្យនិងធានាពីគុណភាពផលិតផលមុននាំចេញទៅកាន់ទីផ្សារប្រទេសចិន។